ខ្ញុំមកទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំបានឃើញទស្សនភាពបែបហ្នឹងក៏ដូចជាសកម្មភាពបែបហ្នឹងវាធ្វើឲ្យខ្ញុំនឹងនឹកឃើញទៅដល់រឿងរ៉ាវដែលខ្ញុំធ្លាប់ឆ្លងកាត់កាលពីខ្ញុំនៅក្មេងមែនទែនមិនថាខ្ញុំឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាទេនៅពេលដែលដល់ខែដែលធ្លាក់ខ្យល់ពីជើងក៏ដូចជាធុំក្លិនស្រូវក្លិនសំណាបវាធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ថាគឺជាខែមួយដែលហត់នឿយមែនទែនហើយនេះគឺជាវីដេអូមួយដែលបង្ហាញអំពីសកម្មភាពខ្លះៗនៃការដាំត្រសក់មុននឹងខ្ញុំនិយាយអំពីសកម្មភាពនៃការដាំត្រសក់ខ្ញុំសូមរំលឹកនៅរឿងរ៉ាវដែលខ្ញុំធ្លាប់ឆ្លងកាត់កាលពីខ្ញុំនៅក្មេងបើនិយាយពីរឿងកាលពីក្មេងវិញឲ្យទៅដល់ខែដែលគេស្ទូងស្រូវបាចសំណាបធ្វើកូនថ្នាំគឺថាក្មេងៗគឺជាខែមួយដែលសប្បាយមែនទែនហើយក៏ត្រូវមាត់ម៉ែច្រើនដែរពេលខ្លះម៉ែហៅទៅជួយដកសំណាបហើយនៅពេលដែលដល់ពេលល្ងាចឡើងឮសំឡេងគេលេងបាល់គឺថាអារម្មណ៍វិញគឺមិននៅក្នុងខ្លួនទេគឺថាអារម្មណ៍វិញគឺគិតទៅដល់កន្លែងដែលគេកំពុងតែលេងបាល់បាត់ទៅហើយកំពុងតែដកសំណាបសុកហ្នឹងក៏ប្រមូលបងប្អូនដើរសៀពួនតាមគុំសំណាបប្លន់រត់ទៅដល់កន្លែងគេលេងបាល់បាត់ហើយមកផ្ទះវិញអាងត្រូវមាត់ម៉ែជេរម៉ែវាយចឹងទៅគឺវាជារឿងថាវាពិបាកហើយក៏វាជាការចងចាំមួយដែលយើងមិនអាចបំភ្លេចបានគឺថាមើលអត់ចេះជួយធ្វើការងារគឺតែលេងគឺតែសប្បាយអញ្ចឹងមកផ្ទះវិញអាំងត្រូវមាត់ម៉ែក៏ដូចជាម៉ែវាយហើយមួយទៀតបាននិយាយអំពីរឿងលេងខ្លែងវិញគឺថាម្នាក់ខ្លែងចង់ 4-5 មកហើយបរហោះព្រលឹមឡើងទៅបរហោះហើយថ្ងៃឡើងមកពហិនវិញជីទៅមើលខ្លែងហើយអ្នកខ្លះក៏ដាច់ខ្លែងដាច់អីក៏អង្គុយយំដើរបដាយំបដាទៅហើយដាច់ខ្លែងមិនអស់លុយតិចណាគឺសុំលុយម៉ែតំណំបាន 500 1000 អីយកទៅទិញខ្សែយកមកដាក់ធ្វើខ្លែងទិញកស៊ូទិញអីដាក់ហៅថងដាក់ហៅអីហើយលុយ 500 1000 ចំណងមិនតិចណាទិញនំអីហូបបានមើលឆ្អែតដែរហ្នឹងមិនដូចចំណឥឡូវណានំ 1000 អីមើលមិនឃើញបាទហើយបាននិយាយអំពីការដាំត្រសក់វិញគឺទៅនាំតែបានត្រសក់យកទៅលក់នៅឯទីផ្សារឃើញផ្លែល្អគឺយើងត្រូវឆ្លងកាត់ដំណាក់កាលច្រើនមែនតើមានទាំងការភ្ជួរដីមានទាំងការដាក់ជីកាយជារណ្ដៅដើម្បីដាក់គ្រាប់ត្រសក់ហើយនឹងកប់អាចគោដាក់តាក់ដាក់អីបាញ់ថ្នាំហុំបោះហុំអីហើយត្រូវការថែវាជាប្រចាំនឹងជ្រុំនឹងអីជូនមែនតើតំណតែបានផ្លែយកទៅលក់នៅឯទីផ្សារហើយបើនិយាយពីតម្លៃវិញពេលកំពុងតែដាំគឺថ្លៃហើយពេលដែលត្រសក់បានផលហ្នឹងគឺថោកពេលត្រសក់ទឹកដាំដវងទឹកដោះនៅតូចហ្នឹងគឺល្វីថា1គីឡូ 2000 3000ហើយដល់ពេលត្រសក់បានផ្លែបានផលហ្នឹងគឺ1គីឡូ 500ជីវិតអ្នកចំការមានតែប៉ុណ្ណឹង